bạn nè đại cóចូលចិត្តមើលជាមួយនឹង anime ឬក៏ចង់លេង game ដែល collab ជាមួយនឹង anime ច្រើនណាគឺមកលេងជាមួយនឹង Honor of King គឺប្រកាសជាមិនខកបំណងទេអ្នកគ្នាព្រោះដោយសារតែ Honor of King ហ្នឹងគឺមានការ collab ជាមួយនឹង anime គឺច្រើនជាងគេតែម្ដងមក game mobile ហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយពីការ update ថ្មីទៅលើ Honor of King ហើយខ្ញុំជឿថាមានគ្នាយើងមួយចំនួនប្រហែលជាភ្លេចខ្ញុំបាត់អីព្រោះដោយសារតែខ្ញុំខានចេញជាមួយនឹងវីដេអូ Honor of King ហ្នឹងគឺយូរខ្លាំងមែនទែនប៉ុន្តែវាអត់ចោតជាបញ្ហាប្រហែលទេព្រោះដោយសារតែខ្ញុំអត់ចេញវីដេអូដោយខ្លួនឯងចឹងណាចឹងអ្នកដែលគាត់បានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនទៅដើម្បីឲ្យគ្នាយើងអ្នកដែលខានមើលជាមួយនឹងវីដេអូរបស់ខ្ញុំយូរៗហ្នឹងឲ្យគាត់ត្រឡប់មកវិញចឹងណាទីមួយថ្មីនេះ Honor King គឺទើបតែនឹងធ្វើការ collab គ្នាជាមួយនឹង anime មួយដែលមានឈ្មោះថា Dan Da Dan ហើយបើនិយាយឲ្យខ្លីទៅ anime នេះគឺខ្ញុំអត់ដែលស្គាល់ទេអ្នកគ្នាហើយ anime ហ្នឹងគឺខ្ញុំស្គាល់ដោយសារតែ Honor King គឺគេធ្វើការ collaboration ជាមួយនឹងគ្នាចឹងណាហើយគ្នាយើងអ្នកខ្លះដែលជា fan anime Dan Da Dan ហ្នឹងគឺ comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកខ្ញុំចាប់ពីវីដេអូហ្នឹងហើយគឺខ្ញុំទៅមើលជាមួយនឹងរឿងហ្នឹងហើយអ្នកគ្នាព្រោះដោយសារតែខ្ញុំអត់ដែលបានមើលជាមួយនឹងរឿងហ្នឹងសូម្បីតែឈ្មោះគឺអត់ដែលឮតែម្ដងមូលហេតុដែលខ្ញុំចង់ទៅមើលហ្នឹងដោយសារតែ Honor King គឺគេទើបតែនឹងធ្វើការ collaboration ជាមួយនឹងគ្នាអញ្ចឹងណាហើយចំពោះ hero ដែលគេ collab ជាមួយនឹង anime ហ្នឹងមានដូចជា Hero Land ដែលគេ collab គ្នាជាមួយនឹង Okaran ហើយចំពោះ Hero Dachi គឺគេ collab គ្នាជាមួយនឹង Ayase Momo ហើយចំពោះ Moshi គឺគេ collab គ្នាជាមួយនឹង Gigi តែអ្វីដែលសំខាន់ចំពោះ skin Moshi ហ្នឹងគឺគេ free ឲ្យយើងទៀតអ្នកគ្នានិយាយទៅគឺអែមខ្លាំងមែនទែនហើយខ្ញុំចំណាំមើលពាក់ព័ន្ធជាមួយនឹង skin collab anime នៅក្នុង Honor of King ឲ្យតែ collab ជាមួយនឹង anime មួយណាគឺតែងតែមានជាមួយនឹង skin free នៅក្នុងហ្នឹងតែម្ដងនិយាយទៅគឺអត់មានបាត់មួយ event ណាទេហើយសម្រាប់ event ហ្នឹងដែរគឺគេត្រៀមចេញនៅថ្ងៃទី1នៅក្នុងខែ8អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលលេងជាមួយនឹង Honor of King ហើយរងចាំជាមួយនឹង event ដែលគេ collab គ្នាជាមួយនឹង anime ហ្នឹងគឺត្រៀមមកហើយទៅទី2គ្នាយើងអ្នកខ្លះដែលជាដៃ Ali ចេញមុខមកព្រោះដោយសារតែ Ali គឺមានជាមួយនឹង skin ដែលគេត្រៀមចេញនៅថ្ងៃទី24នៅក្នុងខែ7ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Ali ឬក៏គ្នាយើងណាដែលជាមានពួកម៉ាក់ដៃ Ali កុំភ្លេច mention ឬក៏ share ឲ្យមើលផងព្រោះដោយសារតែ skin ហ្នឹងគឺដូចដែលខ្ញុំបានប្រាប់ដល់អ្នកទាំងអស់គ្នាអញ្ចឹងគឺចេញនៅថ្ងៃទី24នៅក្នុងខែ7ហ្នឹងហើយអ្នកគ្នាហើយចំពោះការបញ្ចេញមកហ្នឹងគឺនៅម៉ោង12យប់អ្នកគ្នាព្រោះភាគច្រើននៅក្នុង Honor King គឺគេ update នៅម៉ោង12យប់អញ្ចឹងណាអញ្ចឹងគឺត្រៀមមកហើយទៅទី3គ្នាយើងអ្នកខ្លះដែលជាដៃ Dayu គឺត្រៀមទៅព្រោះដោយសារតែ skin ហ្នឹងគឺគេនឹងដាក់លក់នៅថ្ងៃទី24នៅក្នុងខែ7ហ្នឹងដែរអ្នកគ្នាប៉ុន្តែអ្វីដែលសំខាន់គឺគេលក់ជាមួយនឹង fragment អញ្ចឹងណាអញ្ចឹងគឺត្រឹមតែ48 fragment នេះគឺយើងអាចទិញជាមួយនឹង skin ហ្នឹងបានហើយនិយាយទៅ skin ហ្នឹងគឺដូចជាគេ free ឲ្យយើងអញ្ចឹងគឺព្រោះដោយសារតែគេអត់មានគិតជាមួយនឹង token ណាគឺគេលក់ត្រឹមតែ fragment ឲ្យយើងទេទី4គ្នាយើងអ្នកខ្លះដែលជា fan Messi ឬក៏ជា fan ក្រុមម៉ាសង់ទីនអីហ្នឹងគឺត្រូវអ្នកគ្នាថ្មីនេះគឺខ្ញុំទៅតែឮដំណឹងថា Honor King គឺគេក្រុងនឹងយកជាមួយនឹង skin Messi ហ្នឹងចូលមកក្នុង server global របស់យើងអញ្ចឹងណាព្រោះដោយសារជាក់ស្ដែង skin ហ្នឹងគឺវាមានរួចហើយនៅក្នុង server ចិនអញ្ចឹងណាអ្នកគ្នាដែល skin Messi ហ្នឹងគឺគេដាក់ជាមួយនឹង hero ប៉ៃអ្នកទាំងអស់គ្នាប៉ុន្តែចំពោះការ collab នេះសម្រាប់ខ្ញុំផ្ទាល់អ្នកគ្នាខ្ញុំមើលទៅដូចជាវាមិនសូវស៊ីអញ្ចឹងណាព្រោះដោយសារតែ hero ប៉ៃគឺជា hero ដែលប្រែកាយទៅចេញរូបខ្លាចេញអីអញ្ចឹងណាដល់ពេលប្រែកាយមកចេញ Messi អូមើលទៅហត់បណ្ដោយទី5នេះគឺជា skin ថ្មីរបស់ Akaran ដែល skin នេះគឺគេទៅតែនឹងធ្វើការបញ្ចេញជាមួយនឹងវីដេអូមកទេអ្នកគ្នាហើយដោយសារតែខ្ញុំឃើញជាមួយនឹង skin ហ្នឹងស្អាតពេកបានយកឲ្យអ្នកទាំងអស់គ្នាមកបានឃើញដែរអញ្ចឹងណាប៉ុន្តែក៏ចូលរួមសោកស្ដាយសម្រាប់គ្នាយើងអ្នកដែលគាត់លេងជាមួយនឹង server global ព្រោះដោយសារតែ skin ហ្នឹងគឺចេញនៅក្នុង server China ទេអ្នកទាំងអស់គ្នាគឺវាអត់ទាន់ចេញមកក្នុង server global របស់យើងទេប៉ុន្តែគឺដោយតែអ្នកទាំងអស់គ្នាបានដឹងចឹងមិនយូរមិនឆាប់ទេជាមួយនឹង skin នៅក្នុង server China គឺគេនឹងដាក់ចូលមកក្នុង server global របស់យើងហើយប៉ុន្តែគាត់ថារងចាំពេលវេលាអញ្ចឹងណាហើយបើយើងមើលពី skill effect ទៅលើ skin ហ្នឹងអ្នកទាំងអស់គ្នាគឺអស់ទាស់តែម្ដងជាមួយនឹង skin ហ្នឹងអ្នកទាំងអស់គ្នាមើលទៅបើមិនស្រឡាញ់ទៀតមានតែចម្លែកឯអ្នកទាំងអស់គ្នាគឺបែបមេអំបៅណាមើលទៅគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាអើយជាមួយនឹង skill effect មិនថា skill ទី1ឬក៏ជា skill ទី2ទេអ្នកគ្នាគឺស្អាតខ្លាំងមែនតើប៉ុណ្ណឹងហើយបើសិនជាគ្នាយើងអ្នកដែលជាដៃ Akaran អត់ញ័រសាច់ទេគឺចោលតែម្ដងអ្នកគ្នា ultimate អីក៏និយាយទៅគឺស្អាតកប់សេរីតែម្ដងអ្នកគ្នានិយាយទៅបើសិនជាគ្នាយើងអ្នកដែលមានជាមួយនឹង server ចិនលេងគឺគាត់ចូលទៅមើលជាមួយនឹង skin ក្នុងហ្នឹងទៅគឺស្អាតខ្លាំងមែនតើអូខេអញ្ចឹងវីដេអូនៅថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំលើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចុច like ចុច subscribe ហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនផងដើម្បីឲ្យគ្នាយើងបានដឹងពីការ update ថ្មីនៅក្នុង Honor of King ផងដែរអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ